បាទប្រិមត្តទូរទស្សនិកជនតាក់ទងទៅនឹងបញ្ហាតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានត្រឹមពេលនេះថាតើស្ថានភាពជារួមយ៉ាងណាហើយបើសិនជាការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាននេះវិវត្តទៅជាសង្គ្រាមធំតើវាអាចនឹងជះផលប៉ះពាល់យ៉ាងណាខ្លះទៀតស្របពេលដែលពិភពលោកយើងកំពុងជួបប្រទះនៅវិបត្តិសង្គ្រាមជាច្រើនកន្លែងរួចទៅហើយនោះទូរទស្សនិកជនជុំវិញរឿងនេះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិទាំងពីររូបគឺលោកណនរីណានិងលោកឈិនសេរីមខ្ញុំបាទសូមជូនសំណួរដំបូងទៅកាន់លោកសេរីមចង់ដឹងអំពីស្ថានភាពនៃការវាយប្រហារគ្នារវាងឥណ្ឌានិងប៉ាគីស្ថានបន្តិចសិនត្រឹមពេលនេះមានការប្រែប្រួលយ៉ាងណាដែរបាទចំពោះការប្រយុទ្ធគ្នារវាងភាគីឥណ្ឌានិងប៉ាគីស្ថាននៅក្នុងតំបន់ចំនួនកាស្មៀរនេះគឺរីករាលដាលកាន់តែធំនិងคล้ายជាក្តីបារម្ភជាលក្ខណៈសកលទៅហើយប្រទេសឥណ្ឌាបានវាយប្រហារដោយមីស៊ីលទៅលើទីតាំងព្រំដែនកាស្មៀរនៅខាងប្រទេសប៉ាគីស្ថានការវាយប្រហារដោយមីស៊ីលនេះគឺជាលើកដំបូងក្នុងចំនួនរវាងភាគីទាំងពីរគឺឥណ្ឌានិងប៉ាគីស្ថានដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី22ខែមេសាឆ្នាំ2025នេះកាលនោះគឺចំនួនផ្ទុះឡើងដោយសារតែខាងក្រមសកម្មប្រយុទ្ធនៅខាងភាគីប៉ាគីស្ថានបានបាញ់ប្រហារទៅលើអ្នកទេសចរជនជាតិឥណ្ឌាបណ្ដាលឲ្យបាត់បង់អាយុជីវិតប្រមាណ26នាក់ដូច្នេះភាគីទាំងពីរក៏ប្រឈមមុខដាក់គ្នាខាងយោធាតែការប្រយុទ្ធគ្នានេះទ្រង់ទ្រាយមិនជាធំប្រមាណទេដោយវាយប្រហារក្នុងតែទ្រង់ទ្រាយកងទ័ពជួរមុខប៉ុន្តែមានបាញ់ទម្លាក់យន្តហោះខាងភាគីឥណ្ឌាអស់ប្រមាណ5គ្រឿងដែរប៉ុន្តែកំភ្លើងធំអាវុធធុនធ្ងន់មិនទាន់ប្រើទេទើបតែនៅថ្ងៃពុធនេះគឺខាងភាគីឥណ្ឌាប្រើដល់តែមីស៊ីលវាយប្រហារទៅលើទឹកដីព្រំដែននៅប្រទេសប៉ាគីស្ថាននៅតំបន់កាស្មៀរដែលធ្វើឲ្យភាពតានតឹងកើនឡើងខ្លាំងដោយខាងភាគីប៉ាគីស្ថានបដិញ្ញាចិត្តថានឹងសងសឹកទៅលើឥណ្ឌាវិញខ្ញុំសូមបញ្ជាក់ជូនថាចំនួនរវាងភាគីទាំងពីរនេះវាคล้ายជាក្តីបារម្ភខ្លាំងជាងគេក្តីបារម្ភខ្លាំងជាងគេនៅត្រង់ថាទាំងប៉ាគីស្ថានទាំងឥណ្ឌាគឺជាមហាអំណាចនុយក្លេអ៊ែរដូចគ្នាប្រទេសទាំងពីរនេះទាំងប៉ាគីស្ថានទាំងឥណ្ឌាមានបច្ចេកវិទ្យាយោធាខ្លាំងដូចគ្នាហើយចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី22ខែមេសាឆ្នាំ2025នេះភាគីទាំងពីរបានបញ្ជូនគ្រឿងយុទ្ធោបករណ៍សំខាន់ទៅកាន់តំបន់កាស្មៀរខាងទឹកដីព្រំដែនរបស់ខ្លួនរួចជាស្រេចទៅហើយក្នុងនោះមានរថក្រោះរថពាសដែកកំភ្លើងធំជាដើមនោះនៅរងចាំតែផ្ទុះសង្គ្រាមទ្រង់ទ្រាយធំតែប៉ុណ្ណោះដូច្នេះរហូតមកដល់ពេលនេះមិនទាន់មានអន្តរការីការណាមួយចូលទៅសម្របសម្រួលភាពតានតឹងនៃចំនួនបដាប្រវត្តិភាគីទាំងពីរទេដោយការពីចំនួនមុនដែលកើតឡើងកន្លងមកទាំងឥណ្ឌាទាំងប៉ាគីស្ថានមិនបានបញ្ចប់សង្គ្រាមតាមរយៈការជួបចរចាគ្នាដោយផ្ទាល់រវាងភាគីចំនួនទាំងពីរនឹងទេគឺតែងតែមានអន្តរការីជាអ្នកហៅភាគីទាំងពីរនឹងមកឲ្យជួបចរចាគ្នាដើម្បីបញ្ចប់ចំនួនប៉ុន្តែនៅពេលនេះសង្គ្រាមបានរីកកាន់តែធំរហូតដល់ឥណ្ឌាប្រើមីស៊ីលបាញ់ប្រហារទៅលើទឹកដីប៉ាគីស្ថានហើយក៏មិនទាន់មានប្រទេសណាមួយប្រកាសចូលខ្លួនធ្វើជាអន្តរការីដើម្បីបញ្ចប់សង្គ្រាមដែរខណៈដែលទាំងឥណ្ឌាទាំងប៉ាគីស្ថានប្រកាសសងសឹកគ្នាទៅវិញទៅមកប្រកាសឆ្លើយតបទៅគ្នាទៅវិញទៅមកដែលបង្កឲ្យមានក្តីបារម្ភដូច្នេះសរុបមកវិញសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាននៅតំបន់កាស្មៀរដែលជាតំបន់ប្រទេសបតុងរវាងប្រទេសទាំងពីរនេះគឺរីករាលដាលកាន់តែធំដោយសារតែព្រឹកមិញនេះឥណ្ឌាបានប្រើរហូតដល់មីស៊ីលវាយប្រហារដល់ប៉ាគីស្ថានទៅហើយបាទតាមការពិតទៅបញ្ហាចំនួនឥណ្ឌានិងប៉ាគីស្ថានរឿងតំបន់ចម្នួនកាស្មៀរនេះវាមិនមែនជារឿងថ្មីទេជាចំនួនប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរទៅហើយលោករីណាអ្វីទៅជាសាវតាឬក៏មូលហេតុចម្បងដែលនាំឲ្យឥណ្ឌានិងប៉ាគីស្ថាននៅតែមានចំនួនជាមួយគ្នារឿងតំបន់ចម្នួននិងកាស្មៀរនេះបាទចាប់តាំងពីសង្គ្រាមផ្ដាច់ខ្លួនក្នុងមានន័យថានៅពេលប្រកាសឯករាជ្យពីចក្រភពអង់គ្លេសដែលគេថាជាចក្រភពអង់គ្លេសឥណ្ឌាដែលបានគ្រប់គ្រងទាំងឥណ្ឌាប៉ាគីស្ថានបង់ក្លាដេសហើយនៅឆ្នាំ1947គឺឥណ្ឌាបានប្រកាសឯករាជ្យពីគេហៅថា British Raj គឺចក្រភពអង់គ្លេសឥណ្ឌាដោយពេលនោះគឺក្នុងចំណោម Princely State ឬហៅថានគរសាមន្តរដ្ឋឬហៅថាសាមន្តរដ្ឋនេះគឺរដ្ឋចំណុះមួយដែលមានរហូតដល់565រដ្ឋអញ្ចឹងក្នុងចំណោមរដ្ឋទាំងអស់នេះគឺជាចំណុះឲ្យចក្រភពអង់គ្លេសឥណ្ឌាដែលគ្រប់គ្រងដោយស្ដេចត្រាញ់រៀងខ្លួន
ប៉ុន្តែវាមានចរិតឬហៅថាបែបផែនជារដ្ឋពាក់កណ្ដាលស្វ័យយ័តគ្រប់គ្រងខ្លួនឯងដឹកនាំខ្លួនឯងចាត់ចែងការងារខ្លួនឯងប៉ុន្តែសុយសាអាកក៏ត្រូវយកមកឲ្យរដ្ឋាភិបាលកណ្ដាលក្រោមការដឹកនាំចក្រភពអង់គ្លេសឥណ្ឌានឹងដែរអញ្ចឹងនៅពេលឯករាជ្យប្រកាសឯករាជ្យឆ្នាំ47នេះក៏ផ្ទុះសង្គ្រាមដោយសាររដ្ឋខ្លះគឺប្រមូលមកខាងឥណ្ឌារដ្ឋខ្លះទៅខាងប៉ាគីស្ថានដែលឡែកJammu Kashmir ហ្នឹងក៏ជា Princely State ដែរជារដ្ឋសមន្តរដ្ឋជាដែនដីសមន្តរដ្ឋគឺជារដ្ឋចំណុះឲ្យចក្រភពអង់គ្លេសឥណ្ឌាហ្នឹងក៏ប្រទេសទាំងពីរហ្នឹងគឺតែដណ្ដើមរដ្ឋហ្នឹងគ្រប់គ្រងផ្ដាច់មុខរៀងខ្លួនខាងប៉ាគីស្ថានអះអាងថារដ្ឋនេះគឺសម្បូរឬក៏ភាគច្រើនជាពលរដ្ឋមូស្លីមជាអ្នកកាន់សាសនាអ៊ីស្លាមដែលឡែកឥណ្ឌាថាទីតាំងភូមិសាស្ត្រនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌាជាប្រទេសធំដូច្នេះវាគួរតែបានមកឥណ្ឌាអញ្ចឹងហើយបានជាប្រទេសទាំងពីរហ្នឹងចាប់តាំងពីប្រកាសឯករាជ្យហើយចែករដ្ឋគ្នាមិនដាច់ស្រេចត្រង់ចំណុចមួយនេះក៏បានផ្ទុះជាសង្គ្រាមដើម្បីដណ្ដើមគ្រប់គ្រងរៀងខ្លួនគិតចាប់តាំងពីឆ្នាំ1947ដល់ឆ្នាំ1999គឺមានសង្គ្រាមធំផ្ទុះឡើងគឺឆ្នាំ47នឹងមួយលើកជាសង្គ្រាមបង្ហូរឈាមឆ្នាំ1965ហើយឆ្នាំ1971ក៏ជាឆ្នាំដែលបង់ក្លាដេសបែកចេញពីប៉ាគីស្ថានដែរហើយឆ្នាំ1999សុទ្ធសឹងតែសង្គ្រាមប៉ុន្តែសង្គ្រាមចុងក្រោយឆ្នាំ99នេះគឺមានការសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាមេរិកនោះគឺលោក Bill Clinton បានធ្វើឲ្យភាគីទាំងពីររំសាយនៅភាពតានតឹងជាមួយគ្នាហើយសង្គ្រាមចុងក្រោយ2លើកនិងលើកទី3ចុងក្រោយនេះគឺនៅឆ្នាំ2016មានការវាយប្រហារពីក្រមសកម្មយុទ្ធដែលត្រូវបានឥណ្ឌាចាត់ទុកថាជាអង្គការភេរវកម្មLashkar-e-Taiba ដែលអង្គការនេះគឺមានក្រមសកម្មយុទ្ធជាច្រើនរស់នៅដែលមានការឧបត្ថម្ភគាំទ្រពីប្រទេសប៉ាគីស្ថាននៅក្នុងតំបន់ Kashmir ខាងទឹកដីប៉ាគីស្ថានការដណ្ដើមគ្នានេះគឺនៅមានភាពចម្រូងចម្រាសត្រង់ថាភាគីម្ខាងគឺចង់កាន់កាប់តំបន់នេះផ្ដាច់មុខដោយប្រទេសប៉ាគីស្ថានបានចាត់យកមកចំណិតនៅតំបន់ខាងជើងដែលគេហៅថាដែនដីខាងជើងហើយក៏មានឡុកគេហៅថាព្រំដែនកាន់កាប់ជាក់ស្ដែងដែលមិនមែនជាព្រំដែនអន្តរជាតិទេគឺវាលរដ្ឋបញ្ចាបរបស់ខេត្តបញ្ចាបរបស់ប៉ាគីស្ថាននិង Jammu Kashmir ហ្នឹងចន្លោះកណ្ដាលហ្នឹងគេហៅថាដែនដីគ្រប់គ្រងជាក់ស្ដែងនេះគឺខាងប៉ាគីស្ថានហៅថា Azad Kashmir ហើយដល់ឡែកនៅភាគខាងជើងមកចំណិតធំទៀតប្រហែលនឹង Jammu Kashmir ដែរនេះគឺគេហៅថា Gilgit-Baltistan គឺជាអតីតតំបន់ Kashmir ដូចគ្នាប៉ុន្តែគឺជាខាងការគ្រប់គ្រងដោយប៉ាគីស្ថានទេអញ្ចឹងក្រមសកម្មយុទ្ធនៅទីនោះតែងតែវាយប្រហារទៅលើប្រទេសឥណ្ឌាទៅលើតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌាហើយកាលពីឆ្នាំ2016ក៏មានការវាយប្រហារទ្រង់ទ្រាយធំគួរសមដែរដែលបណ្ដាលឲ្យទាហានឥណ្ឌា19នាក់បាត់បង់ជីវិតនិងប្រមាណ30នាក់រងរបួសហើយឆ្នាំ2019ក៏មានការផ្ទុះអាវុធអញ្ចឹងដែរដែលបណ្ដាលឲ្យទាហានឥណ្ឌា40នាក់បានស្លាប់គឺក្នុងចំណោមបុគ្គលិកយោធាបារាឥណ្ឌាហើយឥណ្ឌាតែងតែចាត់វិធានការវិញប៉ុន្តែគេហៅថា limited operation គឺប្រតិបត្តិការដែលដាក់គោលដៅមិនទូលំទូលាយទេការធ្វើបែបនេះគឺចង់ឲ្យរំសាយកំហឹងប្រជាពលរដ្ឋឬថាសាធារណជននៅក្នុងទឹកដីឥណ្ឌាហើយឆ្នាំ2019 10ថ្ងៃក្រោយពីការវាយប្រហារក៏ឥណ្ឌាចាត់វិធានការវាយប្រហារទៅលើប៉ាគីស្ថានអញ្ចឹងដែរហើយឥឡូវនេះក៏ជាប្រតិបត្តិការស្តៀងគ្នាដែរមានន័យថា14យប់ជាប់គ្នាមកហើយគឺឥណ្ឌានិងប៉ាគីស្ថានគឺបាញ់តគ្នារៀងរាល់យប់ប៉ុន្តែវាជាទ្រង់ទ្រាយតូចទេទើបតែព្រឹកប្រហៀមម៉ោង1:30នាទីព្រឹកតាមនាទីយប់នៅម៉ោងនៅប្រទេសឥណ្ឌាហ្នឹងគឺបានខាងកងកម្លាំងឥណ្ឌាបានកំណត់គោលដៅ9ទីតាំងដែលជាជំរំបណ្ដុះបណ្ដាលភេរវករនៅក្នុងតំបន់ Kashmir ខាងប្រទេសប៉ាគីស្ថានដែលខាងប៉ាគីស្ថានថាវាយតែគោលដៅ6កន្លែងទេអញ្ចឹងព័ត៌មានចុងក្រោយថាស្លាប់មនុស្ស26នាក់ហើយរបួសប្រមាណជា46នាក់ហើយការវាយប្រហារពីក្រមLashkar-e-Taiba ទៅលើប្រទេសឥណ្ឌាទៅលើតំបន់ Kashmir កាលពីថ្ងៃទី22ខែមេសាកន្លងទៅបណ្ដាលឲ្យអ្នកទេសចរឥណ្ឌា25នាក់បាត់បង់ជីវិតនិងម្នាក់ទៀតជាជនជាតិប៉ាគីស្ថាននៅស្រុកគេហៅថា Pahalgam ដែលជាតំបន់ទេសចរនៅជួរភ្នំហិមាល័យជួរភ្នំហែមពៀនហ្នឹងហើយតំបន់ Kashmir នេះបើនិយាយទៅគាត់ថាការផ្ទុះអាវុធឬក៏ការសង្គ្រាមឧទាមកម្មឬការបំផ្ទុះក្របែកគឺមួយខែយ៉ាងហោចណាស់ក៏5-6ដងដែរប៉ុន្តែគ្រាន់តែជាការផ្ទុះអាវុធតូចតាចដោយសារតែ
ការវាយប្រហារទៅវិញទៅមករវាងខាងកងជីវពលឥណ្ឌានៅទីនោះហើយនឹងខាងក្រមសកម្មប្រយុទ្ធនៅខាងទឹកដីប៉ាគីស្ថាននេះគឺតែងតែប៉ះទង្គិចគ្នាជាដរាបមកដូច្នេះចំនួនប្រដាប់អាវុធដែលកើតមានរវាងឥណ្ឌានិងប៉ាគីស្ថាននេះដើមហេតុគឺជាគេហៅថាចំនួនប្រវត្តិសាស្ត្រដណ្ដើមគ្រប់គ្រងផ្ដាច់មុខតំបន់ Kashmir រវាងប្រទេសទាំងពីរដែលការមកដល់ពេលនេះគឺស្ថានភាពគឺទោះបីជាដុនដាបយ៉ាងណាក៏ដោយប៉ុន្តែមានការធ្វើអន្តរាគមន៍ពីសហគមន៍អន្តរជាតិក្នុងកម្រិតតិចតួចប៉ុណ្ណោះដើម្បីឲ្យភាគីទាំងពីរដកឃ្លាដើម្បីឈានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់នោះបាទឥឡូវយើងងាកមកកាន់ការផ្ទុះចំនួននៅពេលចុងក្រោយបំផុតនេះវិញគឺផ្ដើមចេញពីថ្ងៃទី22មេសាដែលមានក្រុមសកម្មប្រយុទ្ធវាយប្រហារលើភ្ញៀវទេសចរនៅតំបន់កាಶ್មៀរគ្រប់គ្រងដោយឥណ្ឌាសម្លាប់មនុស្ស26នាក់នៅពេលនោះលោកសេរីមឥណ្ឌាចោទប្រកាន់ថាប៉ាគីស្ថានគឺជាអ្នកនៅពីក្រោយខ្នងក្រុមសកម្មប្រយុទ្ធទាំងនោះតើរឿងនេះពិតជាបែបនេះមែនទេបាទចំពោះការចោទប្រកាន់របស់ប្រទេសឥណ្ឌាទៅលើក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាននេះគឺវាជាការពិតអញ្ចឹងមែនប៉ុន្តែខាងប៉ាគីស្ថានមិនបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះទេពីព្រោះតាមពិតក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅតំបន់កាಶ್មៀរនៃជាប់នឹងព្រំដែនខណ្ឌចែកគ្នារវាងខាងឥណ្ឌានិងប៉ាគីស្ថាននេះក្រុមសកម្មប្រយុទ្ធនេះកើតឡើងតាំងពីឆ្នាំ1947កន្លងទៅម៉េះពីព្រោះដោយសារតែកាಶ್មៀរនឹងមានមហារាជមួយជាតំបន់មួយដែលអង់គ្លេសទុកឲ្យជ្រើសរើសផ្លូវខ្លួនឯងថាតើត្រូវខាងប៉ាគីស្ថានឬក៏ទៅខាងឥណ្ឌាប៉ុន្តែក្រុមអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននៅក្នុងតំបន់កាಶ್មៀរកាលនោះចង់ចូលមកខាងប៉ាគីស្ថានដោយសារទៅខាងឥណ្ឌាភាគច្រើនប្រជាជនកាន់សាសនាហិណ្ឌូចំណែកមកខាងប៉ាគីស្ថាននេះគឺកាន់សាសនាអ៊ីស្លាមដូចគ្នាអញ្ចឹងហើយបានតាំងពីនោះមកខាងប៉ាគីស្ថាននេះចិញ្ចឹមក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅតំបន់កាಶ್មៀរហ្នឹងដោយសារតែសង្គ្រាមកើតឡើងកាលពីឆ្នាំ1977កន្លងទៅក៏ដោយសារក្រុមអ្នកកាន់សាសនាអ៊ីស្លាមដែលគ្រប់គ្រងដោយប៉ាគីស្ថានហ្នឹងវាយប្រហារបំរុងដណ្ដើមយកតំបន់កាಶ್មៀរទាំងមូលនឹងដែរប៉ុន្តែគ្រាន់តែមហារាជនៅក្នុងតំបន់នេះកាលនោះបានទៅពឹងពាក់ឥណ្ឌាអញ្ចឹងទៅក៏ឥណ្ឌាមកជួយអញ្ចឹងទៅវាធ្វើឲ្យតំបន់កាಶ್មៀរនេះស្ថិតនៅក្នុងចំនួនស្ថិតនៅក្នុងភាពមិនពិតប្រាកដតាំងពីនឹងមកហើយចំពោះការវាយប្រហារកាលពីថ្ងៃទី22ខែមេសាឆ្នាំ2025នេះដែលបណ្ដាលឲ្យអ្នកទេសចរប្រមាណ26នាក់បានបាត់បង់អាយុជីវិតនោះវាពិតជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅតំបន់កាಶ್មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថានអញ្ចឹងហើយបានជាខាងប្រទេសឥណ្ឌាទាមទារឲ្យប្រទេសប៉ាគីស្ថានទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិតនោះចំពោះអំពើហិង្សាដែលក្រុមសកម្មប្រយុទ្ធគ្រប់គ្រងដោយប៉ាគីស្ថាននឹងវាយប្រហារប៉ុន្តែប៉ាគីស្ថាននៅប្រកែកភាពតានតឹងនឹងហើយបានជារុញច្រានឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធរហូតដល់ខាងឥណ្ឌាប្រើប្រាស់មីស៊ីលនឹងហើយដែលក្តីបារម្ភជាងគេនៅត្រង់ថាឥឡូវនេះប្រទេសនានានៅលើពិភពលោកដែលមានជំហរគ្រប់គ្រងខាងឥណ្ឌានិងប៉ាគីស្ថានចាប់ផ្ដើមចេញមុខបដើក្នុងអំឡុងពេលដែលទាំងឥណ្ឌាទាំងប៉ាគីស្ថាននេះកំពុងតែបង្ហាញភាពកអើតកតោមនិងបង្ហាញអំពីអនុត្តរភាពរបស់ខ្លួនមិនព្រមបន្ទន់ជំហរខាងប៉ាគីស្ថានក្នុងនាមថាជាប្រទេសមហាអំណាចនុយក្លេអ៊ែរបង្ហាញជំហរមិនញញើតចំពោះឥណ្ឌាទេហើយខាងឥណ្ឌាមហាអំណាចនុយក្លេអ៊ែរដូចគ្នាក៏បង្ហាញជំហររឹងត្អឹងមិនញញើតចំពោះប៉ាគីស្ថានដែរចឹងហើយបានជាភាពតានតឹងវាកើតមាននៅត្រង់ថាភាគីចំនួនទាំងពីរមិនទាន់មានភាគីណាមួយបន្ទន់ជំហរទេធ្វើឲ្យចំនួនបដាបអាវុធនោះវាកើនកម្ដៅកាន់តែខ្លាំងហើយប្រទេសទាំងពីរនេះប្រសិនបើប្រយុទ្ធគ្នាដោយអាវុធដោយផ្ទាល់មិនមានភាគីណាឈ្នះទេគឺចាញ់ទាំងពីរដោយសារតែប៉ាគីស្ថានក៏អាចរំលាយឥណ្ឌាបានដែរឥណ្ឌាក៏អាចរំលាយប៉ាគីស្ថានបានដែរដូច្នេះបើសិនជាប្រយុទ្ធដោយអាវុធភាគីទាំងពីរនេះមិនមានភាគីណាមួយឈ្នះទេប៉ុន្តែភាពតានតឹងបង្ហាញអនុត្តរភាពគឺភាគីទាំងពីរមានដូចតែគ្នាទេគិតត្រឹមពេលនេះប៉ាគីស្ថានមិនទទួលសារភាពថាការវាយប្រហារដោយអាវុធសម្រាប់អ្នកទេសចរ26នាក់កាលពីថ្ងៃទី22ខែមេសាឆ្នាំ2025នេះគឺមិនទទួលយកជាកំហុសរបស់ខ្លួនទេខណៈដែលឥណ្ឌានៅតែទាមទារឲ្យប៉ាគីស្ថានទទួលខុសត្រូវចំពោះការវាយប្រហារនោះចំណុចមួយនេះហើយដែលធ្វើឲ្យសង្គ្រាម
អាចនឹងរីករាលដាលកាន់តែធំនៅពេលខាងមុខខណៈដែលមិនទាន់ភាគីទាំងពីរមិនទាន់បង្ហើបពីការជួបគ្នាដោះស្រាយភាពតានតឹងហើយប្រទេសនានាមានចិនសហរដ្ឋអាមេរិកអង្គការសហប្រជាជាតិជាដើមមិនទាន់ប្រកាសចូលសម្របសម្រួលភាគីទាំងពីរឲ្យចូលតុចរចាដើម្បីបញ្ចប់សង្គ្រាមនោះបាទ យើងនិយាយទៅកាន់ចំណុចមួយទៀតលោករីណាភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានដែលកម្រើកឡើងវិញនៅពេលនេះគឺបានកើតមានឡើងស្របពេលដែលសង្គ្រាមកំពុងកើតឡើងនៅទីតាំងច្រើនណាស់នៅលើពិភពលោកនៅអឺរ៉ុបនៅខាងអាហ្វ្រិកឯនោះក៏មានសង្គ្រាមស៊ូដង់មានបញ្ហាសង្គ្រាមនៅហ្គាហ្សាមជ្ឈិមបូព៌ាហើយឥឡូវនេះបើសិនជាថែមសង្គ្រាមឥណ្ឌាប៉ាគីស្ថានមួយទៀតតើសង្គ្រាមឥណ្ឌាប៉ាគីស្ថាននេះនឹងអាចផ្ដល់ផលប៉ះពាល់យ៉ាងណាខ្លះដែរបាទ បាទភ្លាមក្រោយមានការវិភាហាភិវកម្មសម្រាប់ភ្ញៀវទេសចរ26នាក់នៅទីក្រុងបាកាល់ហាមក្នុងតំបន់ Kashmir ទៅតាមជួរភ្នំហេមពៀនជួរភ្នំហេម៉ាឡៃកាលពីថ្ងៃទី26ខែមេសាឆ្នាំ2025គេភាពតានតឹងបានកើនឡើងខ្លាំងហើយភ្លាមប្រមាណជា2ថ្ងៃគឺប្រទេសទាំងពីរបានប្រកាសពីការសងសឹកគ្នាទៅវិញទៅមកបានរុញឲ្យមានស្ថានភាពតានតឹងដែលខាងឥណ្ឌាភ្លាមក៏ប្រកាសបិទដែនអាកាសហើយប៉ាគីស្ថានក៏ចាត់វិធានការដូចគ្នាដែរបិទដែនអាកាសរបស់ខ្លួនមិនឲ្យឥណ្ឌាហោះចូលដែរម្យ៉ាងវិញទៀតប្រទេសឥណ្ឌាក៏ចាប់ផ្ដើមប្រកាសព្យួរឬក៏ផ្អាកសន្ធិសញ្ញាចែករំលែកទឹកទន្លេឥណ្ឌូដែលប្រទេសទាំងពីរនេះត្រូវបានសម្របសម្រួលដោយអង្គការធនាគារពិភពលោកកាលឆ្នាំ1962ដើម្បីឲ្យមានសន្ធិសញ្ញាចែកទឹកគ្នាប្រើនៅទន្លេឥណ្ឌូគឺជាទន្លេនៅក្នុងតំបន់ចម្មុកាស្មៀប៉ាគីស្ថានរវាងប្រទេសទាំងពីរហ្នឹងហើយឥឡូវនេះក្រោយពេលសង្គ្រាមនេះចំនួននេះផ្ទុះឡើងឥណ្ឌាក៏ព្យួរអត់ឲ្យប្រើការទៀតទេហើយកាលពីថ្ងៃ2ថ្ងៃមុននេះក៏ប្រទេសប៉ាគីស្ថានបានព្រមានពីការចាត់វិធានការរបស់ឥណ្ឌាបង្វែរផ្ទៃទឹកចេណាបទន្លេចេណាបហ្នឹងថាបង្វែរលំហូរទៅកាន់ប្រទេសប៉ាគីស្ថានឲ្យចូលក្នុងអាងស្តុកទឹករបស់ខ្លួនដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងប្រទេសអញ្ចឹងក៏រុញភាពតានតឹងដែរជាមួយគ្នានេះគេមើលឃើញស្ថានភាពតានតឹងសូម្បីតែឪពុកជាជនជាតិប៉ាគីស្ថានម្ដាយឥណ្ឌានិងកូនប្រុសក៏ត្រូវបែកគ្នាដែរមានន័យថាកូនប្រុសនិងឪពុកត្រឡប់ទៅប្រទេសប៉ាគីស្ថានវិញហើយម្ដាយជាជនជាតិឥណ្ឌាក៏ត្រឡប់មកកាន់ប្រទេសឥណ្ឌាវិញដែរហើយការបិទផ្លូវគោកមិនឲ្យមានការធ្វើដំណើរនេះទុករយៈពេលប្រហែលថ្ងៃឲ្យប្រជាពលរដ្ឋប៉ាគីស្ថានដែលធ្វើការនៅប្រទេសឥណ្ឌាហ្នឹងគឺថាបញ្ញាប់រូបរះដែលធ្វើឲ្យកកស្ទះចរាចរណ៍ខ្លាំងត្រឡប់ទៅប្រទេសប៉ាគីស្ថានវិញបិទការនាំចូលនានាពីប៉ាគីស្ថានចូលឥណ្ឌាហើយក៏បិទពីឥណ្ឌាទៅប៉ាគីស្ថានម្យ៉ាងវិញទៀតគេមើលឃើញចរន្តច្រើនទៀតទាក់ទងនឹងក្រុមហ៊ុនអាកាសចរ Air France Lufthansa របស់អាល្លឺម៉ង់ជាដើមបានប្រកាសបញ្ជាការហោះហើរទៅកាន់ដែនអាកាសរបស់ប៉ាគីស្ថានហើយប្រទេសដទៃទៀតនេះគេមើលឃើញពីភាពតានតឹងវាកើនឡើងខ្លាំងក្រោយពីភាពតានតឹងកើនឡើងនៅតំបន់អាស៊ីខាងត្បូងរវាងឥណ្ឌានិងប៉ាគីស្ថាននេះប្រទេសអ៊ីរ៉ង់បានស្ម័គ្រចិត្តថានឹងចូលសម្របសម្រួលព្រោះកន្លងមកក៏ធ្លាប់មានភាពតានតឹងដែរហើយអ៊ីរ៉ង់ក៏បានចូលខ្លួនសម្របសម្រួលលើស្ថានភាពនេះហើយប្រមុខការទូតសហរដ្ឋអាមេរិកលោកម៉ាកូរូបូយ៉ូក៏បានអំពាវនាវឲ្យភាគីទាំងពីរគឺបង្កើនការអត់ធ្មត់ទាំងឥណ្ឌាក៏ប្រកាសឲ្យមានការអត់ធ្មត់ដែរដើម្បីកុំឲ្យស្ថានភាពនោះវាតានតឹងខ្លាំងកាលពីថ្ងៃអង្គារប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានលើកឡើងថាភាគីទាំងពីរគួរតែស្វែងរកមធ្យោបាយចរចាប៉ុន្តែលោកសង្ឃឹមថាភាពតានតឹងនេះវានឹងចប់ឆាប់ទេដោយសារស្ថានភាពតានតឹងវាអត់នាំមកនៅការចំណេញអីសម្រាប់ភាគីទាំងពីរទេប្រមុខអង្គការសហប្រជាជាតិបានបង្ហាញពីក្តីបារម្ភខ្លាំងជាងគេពាក់ព័ន្ធនឹងការរាយកាន់តែធំឡើងនៃភាពតានតឹងរវាងភាគីទាំងពីរដែលអាចផ្ទុះទៅជាសង្គ្រាមធំដែលធ្វើឲ្យមានការព្រួយបារម្ភនៅទូទាំងតំបន់មិនត្រឹមតែតំបន់អាស៊ីខាងត្បូងទេវាជាខ្សែភាយកាន់តែធំថែមទៀតប៉ុន្តែយើងមើលឃើញចរន្តមួយរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់លោកអាបាសអារ៉ាជីដែលបានទៅកាន់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារហើយថ្ងៃពុធនេះគេបានសន្និដ្ឋានថាលោកកំពុងតែនៅក្នុងរដ្ឋធានី New Delhi របស់ឥណ្ឌាដើម្បីសម្របសម្រួលស្ថានភាពនេះប៉ុន្តែយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយថាចាំបាច់ត្រូវតែចាប់មនុស្សដែលទទួលខុសត្រូវចំពោះការវិភាគភេរវកម្មមកថ្កោលទោសមកដាក់ទោសហើយក៏បានកំណត់អត្តសញ្ញាណថាអ្នកវាយប្រហារនៅក្នុងស្ថានភាពនោះគឺមានមនុស្ស3នាក់ដែលគេបានកំណត់អត្តសញ្ញាណហើយមានជនជាតិប៉ាគីស្ថាន2នាក់និងជនជាតិឥណ្ឌាម្នាក់ស្ថិតនៅក្នុងអង្គការ Laksa e Taiba ដែលមានមូលដ្ឋាននៅក្នុងតំបន់ Kashmir គ្រប់គ្រងដោយប្រទេសប៉ាគីស្ថានហើយក៏បង្ខំឲ្យប៉ាគីស្ថាន
ចាប់ជនល្មើសដើម្បីបកគោលឲ្យប្រទេសឥណ្ឌាដែរប៉ាគីស្ថានក៏បានប្រកាសភ្លាមៗដែរថាខ្លួនគ្រប់គ្រងត្រឹមតែសិទ្ធិស្វ័យសម្រេចទេមិនបានផ្ចង់ផ្ដើមឬក៏បណ្ដុះបណ្ដាលទៅដល់ក្រមភេរវករឬក៏ក្រមសកម្មប្រយុទ្ធតាមការអះអាងគ្មានមូលដ្ឋានរបស់ប្រទេសឥណ្ឌាទេនៅពេលនេះការធ្វើអន្តរការីក្តីការជួយជំរុញឲ្យអត់ធ្មត់មានច្រើនប៉ុន្តែគ្រាន់តែថាមានតែអ៊ីរ៉ង់ទេដែលប្រកាសពីការជួយសម្របសម្រួលនេះប៉ុន្តែតកតងទៅនឹងថាដំណើរការនៃភាពតានតឹងឬក៏ភាពធូរស្រាលមិនទាន់ច្បាស់លាស់នៅឡើយទេដោយសារនៅត្រឹមថ្ងៃពុធនេះភាគីទាំងពីរនៅប្រកាសពីការសងសឹកគ្នាទៅវិញទៅមកនៅឡើយទេប៉ុន្តែគេក៏កត់សម្គាល់ឃើញដែរថាការវាយប្រហារមកប្រាវរបស់ឥណ្ឌានេះគឺមានមនុស្សស្លាប់រហូតដល់26នាក់វាសឹងតែប្រហែលគ្នានៅការវាយប្រហារពីខាងក្រមសកម្មយុទ្ធមកលើភ្ញៀវទេសចរឥណ្ឌាដែលហើយអ្នករបួសការវាយប្រហារពីថ្ងៃពុធនេះគឺមាន46នាក់ហើយខាងឥណ្ឌាក៏មានអ្នកស្លាប់3នាក់ដែរដែលប្រកាសដំបូងហើយអ្នករបួសមានមួយចំនួនយន្តហោះចម្បាំងដែលប៉ាគីស្ថានប្រកាសថាបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា5គ្រឿងដែលក្នុងនោះ3គ្រឿងគេកំណត់បានថាជាយន្តហោះចម្បាំងប្រភេទ Rafale ដែលបានទិញពីប្រទេសបារាំងហើយក្រោយមកទៀតខាងកងទ័ពឥណ្ឌាក៏បានបញ្ជាក់ថាយន្តហោះ3គ្រឿងរបស់ឥណ្ឌាដែលបានធ្លាក់នេះគឺធ្លាក់នៅក្នុងតំបន់ Kashmir ខាងទឹកដីឥណ្ឌាទេប៉ុន្តែมันមានព័ត៌មានលម្អិតនិយាយបញ្ជាក់អំពីស្ថានភាពនៃចំនួននៅពេលនេះរីករាលដាលដល់ត្រឹមណាក៏គេមិនទាន់ដឹងច្បាស់ដែរនិយាយជារួមទៅពេលនេះគឺមានតែការអំពាវនាវឲ្យមានការអត់ធ្មត់ហើយការព្រួយបារម្ភកំពុងតែរីកធំឡើងនៅក្នុងតំបន់អាស៊ីខាងត្បូងនេះបាទសូមអរគុណលោករីណានិងលោកស្រីមយើងបន្តតាមដានបន្តទៀតអំពីបញ្ហាតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌានៅពេលនេះជម្រាបលាបាទ